ជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំមកបង្ហាញឬក៏អាចនិយាយបានថាមកបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបនៃការផ្ដាច់ពន្ធឬការផ្ដាច់តាក់នៅលើ address ពីលីពីនតែម្ដងអញ្ចឹងការផ្ដាច់ពន្ធឬក៏ផ្ដាច់តាក់នៅលើពីលីពីនគឺវាមាន2ទី1យើងប្រើ TN ទី2យើងប្រើ tool ហើយ tool ហ្នឹងក៏ពួកខ្ញុំមានដែរប៉ុន្តែខ្ញុំមកធ្វើវីដេអូឬក៏បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការបដូរaddress ទៅកាន់ប្រទេសផ្សេងដែលអត់ពន្ធដូចជា United States United Kingdom ឬក៏ Hong Kong អីទេគឺពួកខ្ញុំអត់មានបង្ហាញជា tool ទេតែនេះគឺជារបៀបនៃការបង្ហាញដាក់ tin ដាក់ TN បាទអញ្ចឹងបើសិនអ្នកនរគ្នាចង់បានអាចតំណងមកពួកខ្ញុំបានអត់អីទេណាអញ្ចឹងយើងបង្ហាញ add account មួយនេះគឺជា add account ដែលដាក់ address ពីលីពីនដែលមានតាក់នេះបូកតាក់អញ្ចឹងតាក់ឥឡូវ 12% នៅប្រទេសខាងពីលីពីនអញ្ចឹងឥឡូវគាត់បានធ្វើការ boot អស់ 0.19 នេះ account ភ្ញៀវរបស់ខ្ញុំទេគាត់បានធ្វើការ boot អស់ 0.19 ហើយជាមួយនឹងតាក់ហ្នឹងវាប្រាប់ថាវាបូកបាន2សេននេះដោយសារនេះតិចណាអញ្ចឹងបើសិនអ្នកនរគ្នា boot អស់ $10 អញ្ចឹងយើងគិតទៅវាអស់ $12 បាទអញ្ចឹងនេះដូចខ្ញុំ boot អស់ $2 វាគិតអស់24សេននៅពីក្រោយទៀតហ្នឹងគាត់ boot ណាអូខេអញ្ចឹងដើម្បីយើងផ្ដាច់បានដូចខ្ញុំប្រាប់អញ្ចឹងអ្នកខ្លះគាត់ប្រើ tool ឬក៏យើងចុច edit នេះក៏ផ្ដាច់អត់បានដែរខ្ញុំចុចឲ្យអ្នកទាំងគ្នាមើលចុច edit បន្ទាប់មកកន្លែងនេះយើងចង់ដូរទៅ United State អីចឹងទៅ United Kingdom អីចឹងទៅយើងដូរទៅអូខេយើងដូរវិញចុច save វាប្រាប់ហ្នឹងណាអញ្ចឹងយើងចុច continue គឺអត់ឲ្យទេគឺវាបានទៅការ reject តែម្ដងវាប្រាប់ថាដូរអត់បានទេអូខេអញ្ចឹងយើងទៅជាប់តាក់នេះអញ្ចឹងរបៀបនៃការឆែកមើលគឺមើលត្រង់កន្លែងហ្នឹងគឺតាក់ដែលយើងជាប់ហ្នឹងអញ្ចឹងដោយសារពីខាង address ពីលីពីនគឺវាបានធ្វើការ update អញ្ចឹងវាជាប់តាក់នៅត្រង់កន្លែងហ្នឹងអញ្ចឹងដើម្បីយើងផ្ដាច់បានយើងចូល tin ហើយនេះ TN របស់ពួកខ្ញុំគឺមួយនេះណា tin nota TN nota ហ្នឹងអញ្ចឹងមួយហ្នឹងគឺពួកខ្ញុំសម្រាប់លក់ហើយខ្ញុំសុំធ្វើការដាក់ព្រិលឲ្យអ្នកនរគ្នាឃើញទេបើសិនជាឃើញវាបោះបុគ្គលផ្ទាល់ខ្លួនយ៉ាងនិយាយទៅសម្រាប់យើងផ្ទាល់ខ្លួនសម្រាប់អាជីវកម្មអញ្ចឹងមើលច្បាស់នៅត្រង់កន្លែងនេះគឺវាមានសញ្ញាបូកឲ្យបូកតាក់ខ្ញុំ refresh មួយសិនឲ្យអ្នកនរគ្នាមើលថាតើ account នឹងនៅជាប់តាក់ដដែលអត់អញ្ចឹងយើងមិនចាំផ្លាស់ប្ដូរទៅកាន់ប្រទេសផ្សេងទេផ្លាស់ប្ដូរទៅប្រើ tool ដូចខ្ញុំប្រាប់អញ្ចឹងហើយរៀងបាក់ទៀតអញ្ចឹងបើយើងនិយាយបានតែ 85% ក៏មិនមែនគ្រប់ account ទាំងអស់ដែរដែលយើងអាចធ្វើការបដូរបានហ្នឹងណាអញ្ចឹងអូខេយើង refresh មួយសិនតែ refresh យើង slow ហើយបាទអញ្ចឹងយើងឃើញនៅសញ្ញាហ្នឹងជាប់ដដែលអញ្ចឹងចូល edit រួចយើងអូសមកខាងក្រោមហើយចុចពាក្យ yes ហើយយក tin របស់យើងនោះមកអញ្ចឹង tin របស់ពួកខ្ញុំគឺនៅក្នុងនេះហើយយើងយកមកផាសក៏បានដែរឬក៏យើងត្រូវ upload tin ហ្នឹងក៏បានដែរអញ្ចឹងនៅត្រង់កន្លែងនេះខ្ញុំ scop បន្តិចអូខេមែនខ្ញុំផាសទៅតែម្ដងអូខេមិនស្កប់ទេទៅតែម្ដងផាសទៅចឹងឡើយនេះខ្ញុំដាក់ព្រិលអ្នកនរគ្នាឃើញទេអញ្ចឹងខ្ញុំចុចពាក្យថា save អូខេ save យើងមកមើលខាងលើបាត់ហើយកញ្ញាមួយ plate គឺបាត់តែម្ដងគឺអត់នៅទេនេះបាត់ហើយខ្ញុំ refresh អ្នកនរគ្នាមើលសារថ្មីអញ្ចឹង account ហ្នឹងគឺលេងកាត់ពន្ធនេះ easy គឺលេងកាត់ពន្ធទៅសិននេះឃើញអត់លេងកាត់ពន្ធនេះចឹងកាត់លើក្រោយគឺលេងកាត់2រៀលទេកាត់ធម្មតាអស់ 0.18 19 គឺកាត់ប៉ុណ្ណឹងអស់$2កាត់$2អញ្ចឹងគឺយើងរួចរាល់ហើយមិនបាច់ចាំទៅដាក់អីច្រើនញ៉ៃទេគឺតែប៉ុណ្ណឹងគឺយើងរួចរាល់អញ្ចឹងវីដេអូហ្នឹងគឺពួកខ្ញុំមានតែប៉ុណ្ណឹងបើសិនជាមានចម្ងល់ឬក៏សំណួរអ្វីបន្ថែមអាចឆាតសួរបានឬក៏អ្នកទាំងអស់គ្នាត្រូវការ TN ហ្នឹងអាចតំណងបានពីព្រោះវាអាចផ្ដាច់ពន្ធបានក៏វាធ្វើការចំណេញភាគរយយើងខ្លះដែរកុំឲ្យខាងភាគរយ Facebook ចំណេញខ្លាំងពេកតែវីដេអូមានតែប៉ុណ្ណឹងជម្រាបលាអ្នកនរគ្នាអរគុណច្រើន